មកដល់លេងលើកនេះខ្ញុំមិនសូវខាទេបងដោយសារខ្ញុំគេងនៅ district 1 នៅដូចលក្ខណៈនៅទីក្រុងអញ្ចឹងណាបងអញ្ចឹងយើងចង់ទៅញ៉ាំអីដើរលេងនៅគៀនហ្នឹងគឺយើងធ្វើដំណើរដោយតាក់ស៊ីអត់អស់លុយច្រើនទេដូចខ្ញុំមកញ៉ាំឡូតមកកន្លែងនេះគឺនៅចិត្តម្ដុំមាត់ទន្លេកន្លែងខ្ញុំគេងដែរបងជិះមកអស់តែ 5000 ទេតាក់ស៊ីហើយគ្រាន់តែថាផ្លូវចូលវារៀងជ្រៅបន្តិចចានៅតាមដង្ហែផ្លូវផ្ទះគេអញ្ចឹងណាបងប៉ុន្តែយើងដើរតាម map មកយើងមកដល់ទីតាំងកន្លែងដែលយើងចង់ញ៉ាំហើយសម្រាប់រសជាតិគឺខ្ញុំឲ្យ8 លើ 10 មូលហេតុបើខ្ញុំចូលចិត្តសាបជាងនឹងបន្តិចចានេះគឺធ្វើរៀងខាត់អញ្ចឹងទៅវារៀងរសជាតិដិតការលក់ដូរហ្នឹងគឺគេលក់នៅក្នុងភូមិហើយនិយាយទៅគឺលក់ដូរដាច់មែនតើបងហើយកន្លែងគេគឺស្អាតអត់អីទេកន្លែងទី2គឺជាកាហ្វេ apartment ឡើងទៅហ្នឹងគឺគ្រាន់តែចង់ថាបានថតរូបហើយញ៉ាំកាហ្វេព្រោះអីគេល្បែងកាហ្វេនៅហ្នឹងអីចឹងណាចាតែសម្រាប់ខ្ញុំរសជាតិកាហ្វេហ្នឹងគឺអត់សូវឆ្ងាញ់ទេខ្ញុំឲ្យតែ6 លើ 10 ទេចាគឺមានការល្វីងជាខ្លាំងប៉ុន្តែខ្ញុំធ្លាប់ញ៉ាំនៅកន្លែងផ្សេងគឺឆ្ងាញ់តែខ្ញុំមិនដឹងថារសជាតិខ្ញុំជាមួយនឹងហាងដែលខ្ញុំឡើងទៅហ្នឹងគឺវាអត់ឆ្ងាញ់ឬក៏មិនទេប៉ុន្តែនៅនេះគឺភាគច្រើនគឺស៊ីបរិយាកាសចា